គ្រប់ជំរាបសួរពុកម៉ែបងប្អូនអ្នកស្នេហាវិស័យទូកងទាំងអស់គ្នាផងដែរបាទនេះគឺជាការប្រកួតទាំង3ថ្ងៃពេញរបស់ទូកងប្រខ័ណ្ឌធិបតីទូកនេះផងដែរគឺឧបត្ថម្ភដោយរដ្ឋបាលខេត្តព្រះវិហារស្ថិតនៅក្រុងព្រះវិហារខេត្តព្រះវិហារហើយនៅក្នុងឆ្នាំ2024នេះផងដែរគឺជាការប្រកួតដំបូងរបស់ទូកងប្រខ័ណ្ឌធិបតីឃើញថាល្បឿនរបស់គាត់គឺពិតជាល្អមែនទែននៅក្នុងឆ្នាំ2024នេះផងដែរមកប្រកៀកប្រកិតគ្នាព្រះខ័ណ្ឌធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារសុវណ្ណចម្ប៉ាហោះរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំបហាប្រហែលគ្នាប៉ុន្តែសភនភាពវិញមួយយ៉ាងម្នាក់បាទខ្ញុំវាយតម្លៃវិញគឺអត់ដឹងថាវាយតម្លៃបែបណាទេបាទព្រោះសភនភាពល្អដូចគ្នាឯកស្ថានក៏ល្អដូចគ្នាស្រឡាញ់ទាំងក្រហមទាំងបៃតងបាទទាំងពណ៌នេះរៀងកាប់ស្តាំងបងកាប់ស្តាំងផ្ទៃមេឃបាទផ្ទៃមេឃរៀងស្លេតបន្តិចបាទចាឥឡូវយើងឃើញថាល្បឿនអត់មានដូចគ្នាទេបាទខ្សែទឹកខាងក្រៅហាក់ដូចជាដកបន្តិចសវណ្ណចម្ប៉ាហោះក្នុងដកវិញនេះក្នុងដកខាងទឹកដីនេះដកឥឡូវនៅស្មើគ្នាមិនស្មើគ្នាដកអើយនៅទេឡើងហើយបាទប្រខ័ណ្ឌធិបតីដកហើយនេះដកហើយនេះរដ្ឋបាលខេត្តព្រះវិហារដកហើយបាទឈ្នះទៅលើសវណ្ណចម្ប៉ាហោះបាទនៅស្រួលនិយាយឥឡូវយើងបន្តទស្សនាជាបន្តបាទខ្សែទឹកខាងក្នុងព្រះខ័ណ្ឌធិបតីជើងទី1គឺទទួលបានជ័យជំនះលើខ្សែទឹកខាងក្នុងឥឡូវទឹកខាងក្រៅនៅតែល្អចឹងរដ្ឋបាលខេត្តព្រះវិហារចាល្អណាស់សុវណ្ណចម្ប៉ាហោះក៏ជាទូកដែលល្បីល្បាញដែរបាទល្បីល្បាញណាស់សម្ដេចវិបុលសេនាភក្តីសៃឈុំល្បីល្បាញតែឥឡូវនេះមកប៉ះជាមួយនឹងប្រខ័ណ្ឌធិបតីប្រខ័ណ្ឌធិបតីចាបាត់តាន់ឈ្នះទេអត់តាន់ឈ្នះទេឥឡូវយើងបន្តទៅគូភូមិថ្មីពូសែនជ័យមកពីក្រុងកញ្ចេះទទួលបានការឧបត្ថម្ភពីអេដាមនេតភក្ត្រានិងអេដាមវ៉ាថនបាទចំណុះ73នាក់ប៉ុន្តែឥឡូវអេដាមមួយកំពុងតែចាញ់បងគេហើយព្រះខ័ណ្ឌធិបតីរដ្ឋបាលព្រះវិហារបាទដាច់ប៉ាត់តែម្ដងចាសម្រាប់នៃការបណ្ណាឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានចាឯកឧត្តមលោកឧបត្ថម្ភទូកច្រើនណាស់ដល់ទៅ20ទូកនៅក្នុងខេត្តកញ្ចេះចាហើយក៏ទទួលបានការជួយជ្រោមជ្រែងឧបត្ថម្ភពីបងប្អូនចាជាច្រើនជនជាច្រើនដែលក្នុងនោះគឺមានមន្ទីរព័ត៌មានខេត្តកញ្ចេះចាក៏ដូចជាក្មួយហេងរ៉ាក្មួយហេងរ៉ាន់ចាស្រីនុចចាជួយឧបត្ថម្ភមួយចាសម្រាប់ដៃជះនាគរាជភូមិថ្មីពោធិ៍សែនជ័យទទួលបានការឧបត្ថម្ភពីឯកឧត្តមនេតភក្ត្រាចារដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយនឹងឯកឧត្តមវ៉ាថនអភិបាលគណៈអភិបាលចាខេត្តកញ្ចេះហើយឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីលោកឧបត្ថម្ភទូកដល់តែ20ចាហើយនឹងមានបងប្អូនជាច្រើនទៀតដែលរួមកិច្ចសហការឧបត្ថម្ភនេះខ្សែទឹកខាងក្នុងបងប្អូននៅតែនាំមកព្រះខ័ណ្ឌធិបតីល្អណាស់ព្រះខ័ណ្ឌធិបតីលឿនអស្ចារ្យរបស់រដ្ឋបាលខេត្តព្រះវិហារជាព្រះវិហារដូចមិនមានទលេទេបាទមានទលេបាទទលេហើយក៏មានទលេលពៅទលេជាប់នឹងឡាវទឹកដីឡាវតែម្ដងបាទទលេបាទមានបាទទាំងចំណុះទូកខ្លាំងបែបហ្នឹងដល់ទីហើយ299ចាគឺប្រខ័ណ្ឌធិបតីឈ្នះជាលើកទី2បាទឈ្នះទី1តែធ្វើការបង់ចាញ់ហើយបាទទៅលើប្រខ័ណ្ឌធិបតីរដ្ឋបាលខេត្តព្រះវិហារក្រុងព្រះវិហារចាឥឡូវយើងឃើញហើយបាទព្រះខ័ណ្ឌធិបតីលឿនមែនទែនហើយបើនិយាយពីសុខភាពវិញគឺតុបតែងលម្អកាយហ្នឹងបានល្អបានល្អគយគុណតាក់ទាញមែនទែនទាំងល្បឿនទាំងសុខភាពចាគឺមានចម្រោះពណ៌ខៀវក្រហមអីអញ្ចឹងទៅចុងចង្វាពណ៌សគួបផ្សំជាមួយនឹងល្បឿនលឿនបែបនេះទៀតរឹតតែធ្វើឲ្យមានភាពតាក់ទាញមែនទែនគឺព្រះខ័ណ្ឌធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារបាទទទួលបានជ័យជំនះហើយឥឡូវយើងត្រឡប់ទៅ133ចាបាទ133បទុមពេជ្រមនីសុកសែនជ័យកំពង់ចាមបាទស្រីសន្ធរនាងបងប្អូនជនរួមជាតិដែលកំពុងតាមដានទេសនាជាទីគោរពរាប់អានយើងខ្ញុំសូមអនុញ្ញាតបន្តទូគូទី129ចាទូគូទី129ក៏29នេះក៏នៅតែជាទូគូពិសេសដែលមានសកម្មភាពក៏ល្បឿនអស្ចារ្យចាព្រះខ័ណ្ឌធិបតីរបស់រដ្ឋបាលខេត្តក្រចេះកាលពីជើងទី1ឈ្នះម្ដងហើយឥឡូវនៅខ្សែទឹកខាងក្នុងវិញម្ដងក៏នៅតែនាំមុខទៅលើតារាដែលជាសែនជ័យរបស់លោកអង្ញាអឹងសៀបាទនៅតែធ្វើបានល្អអញ្ចឹងសម្រាប់ជើងទី2ដាច់ចា
ព្រះខ័ណ្ឌទឹកធិបតីហ្នឹងតាមអត់ទាន់ទេឆ្ងាយណាស់សម្រាប់អាការឧបនឹងបាទប្រកាន់ទឹកបាទធិបតីទទួលបានជ័យជំនះហើយអាចនិយាយបានដោយសារថាលបឿននេះដាច់មួយទូកបាទការតាមនឹងក៏ពិបាកតោងដែរបើទោះបីជាថាលបឿនលឿននោះបាទឥឡូវយើងឃើញហើយព្រះខ័ណ្ឌធិបតីបាទគឺទទួលបានជ័យជំនះជាលើកទី2ទៅលើតារាអណ្ដែតផ្សៀសែនជ័យរបស់បាទអង្គញាអឹងសៀចារីឯទូគូទី130ឃើញមក3ចា3ទូកបាទចាំនៅ